សួស្តីបងប្អូនដែលបានទស្សនានៅវីដេអូនេះថ្ងៃនេះខ្ញុំសូមមានរឿងបន្តិចបន្តួចចេញមកប្រាប់ពុកម៉ែបងប្អូននៅក្នុងវីដេអូនេះគឺជាវីដេអូសំខាន់មួយដែរសម្រាប់ខ្ញុំដោយសារតែបងចិនគេហៅថាឈ្មោះដំណើរជីវិតហ្នឹងគាត់បានសម្រេចចិត្តចេញពីក្រុមខ្ញុំបាទពុធី TV ហើយខ្ញុំក៏តាមសួរដេញដោលបញ្ហារឿងហ្នឹងដែរសួរថាបងឯងអន់ចិត្តជាមួយខ្ញុំក៏ដូចជាអន់ចិត្តជាមួយក្រុមខ្ញុំមានរឿងអីមែនគាត់ថាអត់មានទេក្នុងក្រុមប៉ុន្តែគាត់អត់អាចបន្តដំណើរឬក៏គេហៅថាអត់អាចធ្វើវីដេអូជាមួយពួកខ្ញុំបានទេហើយផលទី1គឺគាត់ចង់រកអ្វីដែលជាខ្លួនឯងគឺគាត់ចង់ផលិតមាតិកាជាក្រុមគ្រួសាររបស់គាត់ចឹងទៅព្រោះអីគាត់គិតថាមិនអាចផលិតមាតិកាជាមួយពួកខ្ញុំបានទេហើយគាត់ក៏សម្រេចចិត្តឆាតមកសុំក្រុមខ្ញុំបានហ្នឹងថាលុបវីដេអូអនុស្សាវរីយ៍ដែលមានទាំងប៉ុន្មានហ្នឹងចោលបាទខ្ញុំក៏សោកស្ដាយដែរនៅសុកមានសមាជិកម្នាក់ដែលសម្រេចចិត្តចេញពីក្រុមបើនិយាយទៅបងចិនគឺជាមនុស្សម្នាក់ដែលមានការតស៊ូដូចគ្នាបងប្អូនហើយជួយគ្រប់គ្រងគាត់ផងហើយឥឡូវនេះគឺគាត់សម្រេចចិត្តចេញពីក្រុមខ្ញុំទាំងស្រុងហើយហេតុផលគឺខ្ញុំសាររឿងរ៉ាវដឹងហើយហេតុអីបានគាត់ចេញពីក្រុមដោយសារតែគាត់មានការបាក់ទឹកចិត្តកាលប្រហែលថ្ងៃមុនហ្នឹងគាត់ធ្វើវីដេអូក៏ដូចជាលេងសើចអីចឹងទៅជាមួយពួកខ្ញុំហើយក៏មាន fan ខ្ញុំខមមិនថាគាត់បន្តិចបន្តួចគាត់ក៏បាក់ទឹកចិត្តគេហៅថាជំងឺបាក់ទឹកចិត្តហ្នឹងបងប្អូនបើសម្រាប់ខ្ញុំគិតថាយើងគឺជាមនុស្សមហាជនហើយវាជាទូទៅហើយវាជាធម្មតាដែលមានគេស្រឡាញ់ខ្លះចូលចិត្តខ្លះស្អប់ខ្លះវាធម្មតាទេសូម្បីតែព្រះពុទ្ធនៅតែមានមាស្អប់មាតាមជ្រែកអីចឹងទៅសូម្បីតែសម្ដេចនៅតែមានមនុស្សមួយចំនួនតាមជេរតាមប្រមាថរឿងហ្នឹងអធិស្ឋានបើសិនជាខ្ញុំបាទវិធីនិយាយខុសឬក៏ដូចជាលើសលប់នៅត្រង់ចំណុចណាប្រការណាវាជាការពិតហើយបងប្អូនពេលខ្លះយើងមិនអាចធ្វើបានល្អគ្រប់10ទេហើយពេលខ្លះក៏យើងមិនអាចឈរនៅកន្លែងហ្នឹងនៅតែមួយកន្លែងទេយើងត្រូវតែបោះជំហានទៅមុខជារៀងរាល់ថ្ងៃជារៀងរាល់ឆ្នាំអញ្ចឹងហើយរាល់ពាក្យពេចន៍របស់បងប្អូនខ្លះគាត់ខមមិនឲ្យយើងស្ថាបនាក៏ដូចជាខមមិនលើកទឹកចិត្តយើងហ្នឹងវាត្រឹមត្រូវហើយយើងគួរតែកែលម្អគួរតែព្យាយាមដើរទៅមុខមិនមែនយើងមកបាក់ទឹកចិត្តទេដូចជាថ្ងៃនេះចឹងទោះបីខ្ញុំរកពោះបានច្រើនក៏ខ្ញុំបានមកហូបជាមួយបងប្អូនយ៉ាងនេះបងប្អូនថ្ងៃនេះគឺខ្ញុំដើរមួយថ្ងៃវល់ល្ងាចជាមួយនឹងបងធម្មជាតិបានតែពោះ2ទេហើយ2ហ្នឹងគឺត្រូវល្មមតែបងប្រុសម្នាក់ដែលគាត់ជាទាហានដែរបើនិយាយចំទៅក៏ឆ្លងកាត់ពីពោធិ៍សាត់មកស៊ីមរៀបគាត់ក៏បានឆ្លងកាត់ហើយក៏ឆ្លៀតចូលមកលេងតែខ្ញុំហើយបងធម្មជាតិគាត់ក៏សុំធ្វើចុងភៅដោយខ្លួនឯងគឺស្លមជូរក្រាក់ក្រងមានសណ្តែកដីមានក្រងមានលក្រីមានអីចឹងទៅបាទមានគ្រឿងបុកមានពិលទុំមានម្ទេសមានអីបងធម្មជាតិគាត់ជាអ្នកចេញធ្វើដៃដើម្បីធ្វើឲ្យបងពិសាអញ្ចឹងមិនខ្ញុំតែងតែប្រាប់ឲ្យថាអ្វីក៏ដោយមិនមែនបានមកដោយស្រួលមិនមែនបានមកដោយងាយទេបើយើងគ្មានការតស៊ូហើយវីដេអូនេះក៏ឈានដល់ទីបញ្ចប់អរគុណបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់